ជាសួរសួស្តីបងប្អូនអរគ្នាចាថ្ងៃនេះមកឆ្លើយសំណួររបស់បងប្អូនតាក់ទងជាមួយនឹង F2R ហើយនិង F5 ចាគាត់សួរថា F2R ដូរទៅ F5 ត្រូវការសួរទិកប្រហែលដែរបងចាសម្រាប់សួរទិករបស់ F5 ដែលបងចង់និយាយនេះគឺ F5 ដូរ16យ៉ុងជូកុនត្រូវហើយបងចាយ៉ុងជូកុនគឺជាបានស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកូរ៉េចាអញ្ចឹងសម្រាប់យ៉ុងជូកុនតម្រូវឲ្យបងមាន GNI សួរទិកហ្នឹងរហូតដល់ទៅ200%ចា200%ណាបងដែល GNI សរុប100%ហ្នឹងត្រឹមតែ49លាន955000 វ៉ុនទេអញ្ចឹងបងយកតម្លៃហ្នឹងគុណនឹង2ទៅឃើញថាចា200%ហ្នឹងតម្លៃសរុប GNI របស់យើងហ្នឹងត្រូវបានចំនួន99លាន910,000 វ៉ុនចា99លាន910,000 វ៉ុនហ្នឹងគឺជា GNI ដែលគេចាប់ផ្ដើមគិតនៅក្នុងឆ្នាំ2025ខែ4ថ្ងៃ1នេះតទៅ GNI កាន់តែឡើងទៅរហូតណាបងប្អូនចា GNI របស់ F2R ក៏ឡើងដូចគ្នាចាឥឡូវ GNI អូយច្រើនខ្លាំងមែនតើបងប្អូនចាយើងគិតមើលចិត្តមកអុកវ៉ុនហ្នឹងណាចាបងតែម្នាក់ឯង GNI ប៉ុណ្នេះបងអាចនឹងទៅអត់រួចទេបើសិនជាបងធ្វើសោះអប់ចាធ្វើមុខជំនួញអីនៅក្នុងប្រទេសកូរ៉េហ្នឹងយើងអាចទៅរួចតែបើយើងធ្វើការធ្វើចាយើងធ្វើការនៅក្នុងរោងចក្រឲ្យគេឲ្យដូចតែខ្ញុំធ្វើការឲ្យគេអញ្ចឹងដែរគឺ GNI ប៉ុណ្ណឹងច្រើនណាស់ចាតែសូមទោសខ្ញុំរៀងឈឺកបន្តិចតែបើសិនជាបងប្អូនតានីគ្រូសាយើងនៅខ្មែរមកណាតានីបងស្អីពីខ្មែរមកឲ្យគាត់ធ្វើការនៅក្នុងប្រទេសកូរ៉េដែរអញ្ចឹង GNI របស់បងតាពីរនាក់បូកបញ្ចូលគ្នាបាន99លានឡើងចា99លាន910,000នឹងហើយចាចិត្តមកអុកហ្នឹងគឺបងអាចមានឱកាសបដូរទៅ F5 យ៉ងជួគាត់បានចំណុចកន្លែងហ្នឹងចាបងអាចធៀមខ្លួនទុកមុនបានណាថ្ងៃនេះសូមឆ្លើយប៉ុណ្ណេះសិនបងប្អូនអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយទៀតអញ្ចឹងសម្រាប់សំណួរផ្សេងៗបងប្អូនអាច comment បានខ្ញុំមានពេលខ្ញុំនឹងធ្វើវីដេអូចាឆ្លើយជូនបងប្អូនដោយសារប្រហែលថ្ងៃនេះរវល់ខ្លាំងហើយនិយាយច្រើនពេកអញ្ចឹងខ្ញុំស្អកកនិយាយអត់ចង់ទៅមុខទេបងប្អូនសូមទោសមែនតើចាជំរាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត